ហើយនៅពេលនោះពួកគេបានឆ្លៀតនិយាយគ្នាខ្លះបូរ៉ូតូប្រាប់ស៊ីនគីឲ្យធ្វើការជាបទូអារម្មណ៍ខ្លះទៅមនុស្សមិនមែនម៉ាស៊ីនទេប៉ុន្តែស៊ីនគីបានតបវិញថាធ្វើការដោយម៉ាស៊ីនទើបវាមិនចេះខុសងាកទៅមើលការប្រយុទ្ធគ្នារវាងខាងកូរ៉ូនិងអាយ៉ងទាំង4វិញខាងកូរ៉ូមានទំនុកចិត្តខ្លាំងណាស់ថាគាត់នឹងឈ្នះព្រោះគាត់គឺជាអ្នកជំនាញខាងវិជាអាយ៉ងស្រាប់ចាប់ផ្ដើមឡើងខាងកូរ៉ូអាចចាប់អាយ៉ង2នាក់ដាក់ចូលទៅក្នុងអាយ៉ង Black Ant របស់គាត់បានយ៉ាងងាយប៉ុន្តែនៅពេលនោះមានអាយ៉ងមួយដែលពាក់អាវខ្មៅហើយលឿនខ្លាំងណាស់អាចកាប់ខាងកូរ៉ូឲ្យរបួសបានខាងកូរ៉ូដឹងថាអាយ៉ងម្នាក់ហ្នឹងមិនធម្មតាទេប៉ុន្តែទោះបីយ៉ាងណាក៏គាត់ត្រូវតែទប់ស្កាត់ពួកគេបានផងដែរបន្តមកសាច់រឿងបានកាត់ទៅមើលការ៉ាមួយផ្លែតដែលពេលនេះគាត់អស់កម្លាំងខ្លាំងណាស់ហើយកំពុងតែត្រូវបានគេបញ្ជូនទៅកាន់ភូមិខ្សាច់វិញនៅតាមផ្លូវធើមរីហើយស៊ីកាដៃបានរកឃើញគាត់ហើយបន្ទាប់ពីបានសួរនាំដឹងរឿងអស់ហើយពួកគេបានសម្រេចចិត្តចេញទៅជួយត្រឡប់ទៅមើលខាងកូរ៉ូវិញពេលនេះគាត់ចាត់ការបានអាយ៉ង3នាក់ហើយនៅសល់តែម្នាក់ទៀតទេដែលខ្លាំងជាងគេហើយម្នាក់នោះកំពុងតែប្រើវិធីជ្រែកដីវាយឆ្មោះទៅខាងកូរ៉ូពេលនោះដើម្បីទប់ទល់ខាងកូរ៉ូបានប្រើអាយ៉ងកពើរបស់គាត់ដែលគាត់ហៅថា Salamander ឈ្មោលទៅស្រូបចាប់អាយ៉ងអាវខ្មៅនោះដាក់ចូលទៅក្នុងពោះប៉ុន្តែมันបានយូរប្រហែលទេអាយ៉ងទាំងអស់ដែលខាងកូរ៉ូចាប់បានកម្រើកឡើងមកវិញហើយថែមទាំងអាចច្បាច់កខាងកូរ៉ូបានទៀតនៅពេលតច្រកស្នៀតចុងក្រោយដែលខាងកូរ៉ូត្រូវប្រើគឺក្បាច់ដាក់ក្របបែកអត្តឃាតការបំផ្ទុះក្របបែកអត្តឃាតនោះមានកម្លាំងខ្លាំងសម្បើមណាស់អាចមើលឃើញពីចម្ងាយឃើញចឹងបូរ៉ូតូស្លុតចិត្តណាស់ហើយស៊ីងគីបានប្រាប់គាត់ថាក្រុមនិនចាភូមិខ្សាច់ឲ្យតែពេលវាយចាញ់គឺធ្វើចឹងទៅទាំងអស់គ្នានឹងគ្មានអីចម្លែកទេប៉ុន្តែបូរ៉ូតូនៅតែមានសង្ឃឹមថាខាងកូរ៉ូនៅមានជីវិតរស់ហើយក៏បានសម្រេចចិត្តរត់ត្រឡប់ក្រោយដើម្បីទៅជួយខាងកូរ៉ូចំណែកស៊ីនគីបន្តដំណើរយកស៊ូកាគូទៅភូមិស្លឹកឈើតែម្នាក់ឯងបន្តមកនៅពេលដែលបូរ៉ូតូរត់ទៅដល់គាត់បានឃើញធើមរីនិងស៊ីកាដៃទៅដល់មុនគាត់នៅពេលនោះធើមរីប្រាប់ថាអត់ឃើញសាកសពរបស់ខាងកូរ៉ូទេមានន័យថាគាត់អាចនៅរស់នៅពេលនោះធើមរីបានសួរបូរ៉ូតូថាបូរ៉ូតូនោះទុកស៊ីនគីទៅភូមិស្លឹកឈើតែម្នាក់ឯងមែននាងប្រាប់បូរ៉ូតូទៀតថាស៊ីនគីមិនមែនអត់ចិត្តទេតែពិតស៊ីនគីស្រឡាញ់ហើយនឹងគោរពខាងកូរ៉ូជាងគេបំផុតការដែលស៊ីនគីអត់បកក្រោយព្រោះគាត់ដឹងថាខាងកូរ៉ូសុខចិត្តពលីជីវិតគឺដើម្បីកិច្ចការងារបានសម្រេចអញ្ចឹងគាត់មិនអាចឲ្យខាងកូរ៉ូអស់សង្ឃឹមបានទេពេលបូរ៉ូតូដឹងអញ្ចឹងហើយគាត់នៅតែទទួលយកអត់បានបូរ៉ូតូនៅតែគិតថាជីវិតរបស់មនុស្សសំខាន់ជាងភារកិច្ចបន្តមកស៊ីកាដៃបានរកឃើញថានៅកន្លែងផ្ទុះមានរោងដីមួយទំជីកថ្មីបានន័យថាអាចមានសត្រូវនៅរស់នៅពេលនោះពួកគេក៏ប្រញាប់រត់ទៅជួយស៊ីនគីព្រោះដឹងថាសត្រូវច្បាស់ជាទៅរកស៊ីនគីហើយដោយអ្វីដែលពួកគេស្មានពិតមែនព្រោះសត្រូវបានទៅស្ទាក់នៅចំពីមុខស៊ីនគីហើយក្នុងពេលជាមួយគ្នាអូរ៉ាស្គីក៏រើរួយពីការចាប់សៀនរបស់ការ៉ាផងដែរសម្រាប់រឿងនេះខ្ញុំសូមត្រឹមប៉ុណ្ណេះសិនសូមអរគុណចំពោះការតាមដានទស្សនាបើសិនជាយល់ថារឿងនេះល្អមើលសូមជួយ like ហើយនិង comment ម្នាក់មួយមក comment អីក៏បានដែរឲ្យតែបាន comment ហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេញ៉ាំ subscribe ទៅកុំឲ្យ admin នៅចាំយូរពេកសូមអរគុណនិងសូមជូនពរសុខភាពល្អអនាគតបបររុងរឿងជម្រាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿងបូរ៉ូតូបន្តទៀតហើយមុននឹងចាប់ផ្ដើមដោយរកដល់ណាសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតោះចាប់ផ្ដើមទាំងអស់គ្នាបន្តពីវគ្គមុនស៊ីនគីត្រូវបានអាយ៉ងមកស្ទាក់ចំពីមុខខណៈពេលដែលគាត់ព្យាយាមយកស្កាគូឆ្លងចូលទៅក្នុងទឹកដីភូមិស្លឹកឈើពេលចាប់ផ្ដើមឡើងពួកគេប្រយុទ្ធគ្នាយកតែម្ដងព្រោះអាយ៉ងអត់ចេះនិយាយភាសាមនុស្សទេនៅក្នុងការប្រយុទ្ធនោះស៊ីនគីត្រូវបានអាយ៉ងមកជុលពឹសត្រូវដៃហើយដោយសារតែមិនអាចស៊ូជាមួយនឹងអាយ៉ងនោះបានស៊ីនគីក៏សម្រេចចិត្តរត់គេចគាត់បានរត់រហូតដល់ផ្លូវតច្រកនៅជ្រោះមួយហើយក្រោយមកមិនយូរប្រហែលអាយ៉ងក៏តាមទាន់រួចលោតទៅវាយប្រហារគាត់ពេលនោះសំណាងណាស់ដែលបូរ៉ូតូលោតចូលទៅជួយគាត់តាន់ពេលវេលាស្របពេលជាមួយគ្នាធើមរីនិងស៊ីកាដៃក៏បានទៅដល់ទីនោះផងដែរហើយពួកគេទប់ទល់ជាមួយនឹងអាយ៉ងដើម្បីបើកផ្លូវឲ្យបូរ៉ូតូនិងស៊ីនគីបន្តដំណើរទៅមុខទៀតពេលនោះបូរ៉ូតូបានជួនស៊ីនគីទៅរកកន្លែងសម្រាកសិនហើយគាត់ចង់ត្រឡប់ទៅជួយធើមរីនិងស៊ីកាដៃនៅពេលនោះស៊ីនគីគិតថាបូរ៉ូតូធ្វើអញ្ចឹងអត់ត្រូវទេគឺពួកគេត្រូវយកស្កាគូទៅកាន់ភូមិស្លឹកឈើជាមុនសិនប៉ុន្តែបូរ៉ូតូនៅតែយល់ថាការជួយជីវិតមិត្តភក្តិសំខាន់ជាងបេសកកម្មត្រឡប់ទៅមើលការប្រយុទ្ធគ្នារវាងធើមរីស៊ីកាដៃហើយនិងអាយ៉ងវិញអាយ៉ងបានបាញ់ផ្សែងពុលដល់ធើមរីនិងស៊ីកាដៃប៉ុន្តែទៅមិនរួចជាមួយនឹងក្បាច់ខ្យល់របស់ធើមរីទេហើយបន្តិចក្រោយមកបូរ៉ូតូក៏ចូលរួមប្រយុទ្ធផងដែរនៅទីបំផុតពួកគេបានរួមគ្នាចាត់ការអាយ៉ងមួយនឹងបានបន្តមកធើមរីបានចាត់ចែងឲ្យបូរ៉ូតូទៅតាមស៊ីនគីចំណែកនាងនៅស៊ីកាដៃតាមរកខាងកូរ៉ូបន្តទៀតព្រោះនាងនៅជឿថាខាងកូរ៉ូនៅរស់ពេលនោះគ្រាន់តែបូរ៉ូតូចេញទៅផុតបានតែបន្តិចអូរ៉ាស្គីបានទៅដល់ហើយបានលួចស្ទូចយកចក្រារបស់ធើមរីហើយនៅស៊ីកាដៃទៅអស់មួយចំនួនធំអូរ៉ាស្គីមិនសូវចង់សម្លាប់មនុស្សទេអ្វីដែលគាត់ចង់បានគឺចក្រាការដែលគាត់ទុកមនុស្សឲ្យរស់មិនសម្លាប់ពួកគេគឺដោយសារតែថ្ងៃក្រោយគាត់អាចស្ទូចចក្រាចេញពីខ្លួនរបស់ពួកគេបានម្ដងទៀតងាកទៅមើលបូរ៉ូតូវិញពេលនេះគាត់តាមទាន់
ซิงคีให้ปันใต้โปเกทัวร์ดำน้ำมันมันอยู่ประมาณเตอราสกี้ก็เตอร์สเตปโปเกเป็นน้องโบรโตนังซิงคีสตดังคลุนทาโปเกมันไอไว้ในอราสกี้บานเตปันใต้โปเกบานเรียบจำยอดซาไอโบรโตปราซาโดคลอนจำรักโจเตอร์ไว้เป็นเยเปอราสกี้จิมุนหายกลายมาซิงคีบานปรากใบจับเสียระบากอดควอดโคลนอราสกี้จอบรุ่ยน้องเนียบหยับกันจริงพิตีโนสนายเตอร์พมสลักเชอร์ในตามพลายซิงคีปราโบรโตทาใบจับเสียระบากอดควอดโคลนระบาอราสกี้มันบานอยู่ประมาณเตหายในเปนพอนะก็กระบาลบบูโบรโตดาตามเพลเวียงต่อมาไปอราสกี้เรือโดยปีเสียซิงคีเมื่อตามภายในตีใบระบากอดเคยทาอราสกี้เตตามเพลตรังมีในทาภายในบิยากุการระบาอราสกี้เมื่อเคยบานชายประมาณเตเตอบัดดังทาโปเกเตตามเพลเวียงการแต่ซิงคีปราเซียเตจับคอดโคลนอราสกี้บดาซันในการปราภายในตีใบเมื่อมุนนึงถวยกอดซอยจากกราจิคลังเป็นนโบรโตนะเคยทาในเพลขามกเป็นเตระบาโบรอเหมือนแอชโมโกโจได้ทลอบช่วยก่อนลือโบรโตหยีจังซิงคีกับพยายามดาตรอกเตระบาโกโจเตียนตะดับตะดัวโปรกอดจะมาจับไปสกัดการระบากอดไอบานเลื่อนจำนายโบรโตไปเคยซิงคีได้จังดูจังกอดกรถโจได้ช่วยเกลียได้เวจีสันนานเจ็ดหล่อมวยได้ซิงคีมันได้บานตัวปีนานามันเนี่ยเตตามปีบุญมามันต่อมาในปีแต่โปเกทัวร์ดำน้ำตลอดแต่ระบาโกโจโปเกสังเกตขึ้นทาแต่ระบาโกโจบานรองกาไว้ปะหามุนหนึ่งติดให้ในปีแต่โบรโตรถโจเตอร์เมอร์ก็เคยอีสโกกับปนดับชียิมเลือดมอมาแตงท่อมในสังกัดปลาระบาเนียงเป็นโบรโตกับชียิมจุยเลือดได้แต่เลือดรุ่ยดอกไปเซนคีโจมาก็ระบานจุยเตะก็จะสู้ทาน่ะนะจินแนไว้ปะหาแตงหนึ่งถวยโบรโตข้างจมูกเซนคีคลานนะเคยสลับให้อัดจุยตามปัดเป็นนักเซนคีสมานทาปลาระบาอีสโกสลับบัดให้ต่อไปก็จุยเลือดมอมาแตงท่อมนั่งจริงมาเติมเดินทางก็สมานตามปัดโกโจนรูเตบรรทอมาติดอีสโกวันปราบทาเนี่ยได้ไว้ปะหาเตระบอนนี้เสียเปียซอให้เจฮอยังก็มีนาเซนติเตกลายเป็นอุราสกี้คือเจียมนุษย์ประหยัดใหญ่ครั้งนะมันตัวอากาศไอซิงคีนังโบรโตแต่ตอนเติมภูมิสลักเชอร์บานได้งี้เตเป็นนซิงคีเมื่อเลอพันที่เคยทาเพลย์ฉลองโจตะขนมตักได้ภูมิสลักเชอร์เมียนแต่สเปียนมวยแต่ปันเนาะให้จะบักลานะอุราสกี้จะบักจิจามในตีนหนูปันใต้โกโจบานปราบทาเมียนเพลย์เวียงมวยเตี้ยได้เมียนแต่ไปจีจนในขนมดำบอลนังเตี้ยได้ดังในเป็นโน้ตดำใบอาจจะมาทาการเงินระบบโปเกสสำหรับมรอยพิร้อยได้ขึ้นกับอาคารโบรโตให้นักซาดโคลนระบบก็มันเนี่ยได้ปลากระลาแต่เจซิงคีน้องคณีทัวดำน้ำแต่การสเปนดำใบบงแหวนดานูราซิกีจำนายซิงคีปัดประกอบน้องสุกากุทัวดำน้ำโจตการตักใบภูมิสลักเชอร์ตามเพลย์เวียงในตามเพลย์สุกากุเมื่อเดินทาซิงคีกับปนแต่โปรยบรมปีสวัสดิ์เพศระบบโบรโตบรรทวันที่ใส่เรื่องมันกัตเตอร์เมอร์ซาสเกตมาเพลดได้เป็นนิกวันไอซัมจากกราบานครบให้ไอเทเลพอร์ตจริงมาวันบานให้ลอตเตอร์เมอร์ซิงคีวิ่งตีมพัดกอดไอโจตะขนอนตักใดระบอบภูมิสลักเชอร์บานสำหรับเนี่ยได้กอดบานจุบนเก๋คือเมื่อไรได้เจโกนระบอบในครูโครไนหนึ่งแอสมาเป็นอุ้มเมื่อไรบานคอดซิงคีมันไอทวนหนาต่อตะมกเตียเตปรูกอดโจตะขนอนตักใดระบอบเก๋โดยเป็นการอนุญาตปันใต้บันทึกกลายมอไซกับบานแต่ดอลให้ช่วยทัวร์อันตรากุมบ่อตะเมอร์โบรโตวิ่งกอดกระปนแต่เจียมรถใกล้ปีอุราสกี้ดำไปเป็นเยียเปลแต่มันอยู่ประมาณเตอุราสกี้ก็ตามตอนให้ไว้บำพลายโคลนแต่โบรโตปลากระลาเจซิงคีเจ้ามันตอนมาติดอุราสกี้กับปลากระบจับสมาร์บอซีกันได้จับโบรโตจวบให้บรรทอไปบ้านเดินทาปันตาได้โบรโตเอานกอันเมนสุกาคูในขนมนงเตอุราสกี้ก็เข้าโบรโตมันก็หยอกคลุดำไปประกอบทาโบรโตแมนนั่งคลุนศีลมันแมนคลุนกบปีก็จองจับโบรโตเธอจีจำหนักมากดำไปจอจาดอโดขนี้จมวยนางนาโรโตจีนบ้องอุราสกี้จองสตูจักราใจบิคลูนระบอบโบรโตสันดำไปไอกอดซ้ายงี้สรวยทัวกาปันตาโกมนองระบอกอนมันบานสำหรับเตโปรซิงกี้บานมาช่วยโบรโตตอนเปลซิงกี้ปราโบรโตทาไกการระบอกอนสำหรับให้แต่กอดรัสบายเจ็ดซะในเป็นโนซิงกี้บานปรากใบเซนกฟินจับจับใบอุราสกี้พร้อมได้แต่โดยจะอัดบานกาไอเตหายไปต่อมาการประโยชน์ขนาดทอมระเวียงโปเกบานจับประดามเอาไว้แต่กล้วยจับรำคลานเป็นนกคือการภายในระบอบโบรโตมันปลายปลูโรงเรียนแต่จีโรงเรียนทำไมกล้วยจำไหลเหมือนแตนเป็นนกราสกี้บันไฮภายในระบอบโบรโตนั่งทาโจกันจีมวยนั่งภายในโจกันโบรโตเมื่อดังมุนทาพอทอระบอบราสกี้นั่งเล็กใจในกระไหลน่ะเป็นเมื่อดังจะหาคือโปเกอาเกจมาเลือนพอให้ไอเตรียมจะไว้พาวราสกี้บานพอง
ពេលនោះស៊ីងគីហើយនឹងបូរ៉ូតូបានរួមគ្នាសុតអូរ៉ាស្គីឡើងជាប់ភ្នែកម្ខាងប៉ុន្តែអូរ៉ាស្គីនៅតែអាចបន្តប្រយុទ្ធបានដដែលចំណែកស៊ីងគីនិងបូរ៉ូតូវិញដូចជាបាក់ហើយចុងក្រោយនៅពេលដែលអូរ៉ាស្គីវត្តស្ទួយទៅកាន់ពួកគេសាស្កេបានចេញមកជួយទាន់គ្រាន់តែឃើញសាស្កេភ្លាមអូរ៉ាស្គីលែងចង់ប្រយុទ្ធទៀតហើយក៏រត់គេចខ្លួនការលុកលុយរបស់អូរ៉ាស្គីនៅលើកនេះបានធ្វើឲ្យមានអ្នករបួសជាច្រើនប៉ុន្តែគ្មាននរណាមានគ្រោះថ្នាក់ដល់អាយុជីវិតទេសូម្បីតែខាងក្រក៏នៅមានជីវិតផងដែរហើយរឿងល្អមួយទៀតដែលគួរឲ្យកត់សម្គាល់ផងដែរគឺបូរ៉ូតូនិងស៊ីងគីចាប់ផ្ដើមមានទំនាក់ទំនងល្អជាមួយនឹងគ្នាសាច់រឿងតាក់ទងជាមួយនឹងការតាមការពារស្កាគូខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះពេលនេះយើងសូមចាប់ផ្ដើមសាច់រឿងថ្មីថ្ងៃនេះបូរ៉ូតូញ៉ាំបាយញាប់ណាស់ព្រោះគាត់ប្រញាប់ទៅហាត់រៀនជាមួយនឹងសាស្កេហ៊ីណាតាឃើញអញ្ចឹងក៏សើចហើយប្រាប់ថាបូរ៉ូតូនឹងដូចប៉ារបស់គាត់ណាស់ឲ្យតែថ្ងៃណាបានទៅហាត់រៀនជាមួយនឹងគ្រូពិសេសនឹងតែសប្បាយចិត្តខ្លាំងណាស់ពេលនោះបូរ៉ូតូបានសួរម៉ាក់គាត់ថាប៉ាមានគ្រូពិសេសដែរហើយហ៊ីណាតាបានប្រាប់បូរ៉ូតូថាគ្រូពិសេសរបស់ណារូតូឈ្មោះជារ៉ាយ៉ាហើយដោយសារតែបូរ៉ូតូចង់ឃើញគាត់ពេកហ៊ីណាតាក៏យករូបថតឲ្យមើលនៅក្នុងអាល់ប៊ុមរូបថតនោះក្រៅពីរូបថតរបស់ជារ៉ាយ៉ាក៏មានរូបថតសូណាដេណេតជីហើយនិងមិត្តភ័ក្តិរបស់ណារូតូជាច្រើនអ្នកទៀតប៉ុន្តែបូរ៉ូតូឆ្ងល់ថានៅក្នុងចំណោមនោះហេតុអីបានអត់មានរូបថតរបស់សាស្កេហើយហ៊ីណាតាអត់និយាយច្រើនទេគ្រាន់តែប្រាប់ថាគាត់អត់នៅត្រឡប់មកមើលជារ៉ាយ៉ាវិញហ៊ីណាតាប្រាប់ថាគាត់ខ្លាចជាណារូតូនិងសាស្កេទៀតពេលលឺអញ្ចឹងបូរ៉ូតូកាន់តែចង់ដឹងចង់លឺរឿងរបស់ជារ៉ាយ៉ាកាន់តែខ្លាំងអញ្ចឹងហើយទៅល្ងាចនោះពេលដែលគាត់បានជួបជាមួយនឹងសាស្កេគាត់ក៏បានសួរសាស្កេពីរឿងប៉ារបស់គាត់និងជារ៉ាយ៉ាតែសាស្កេអត់ដឹងអីច្រើនទេគ្រាន់តែដឹងថាណារូតូខំប្រឹងហាត់ជាមួយនឹងជារ៉ាយ៉ាខ្លាំងណាស់ដើម្បីអូសទាញមិត្តភក្តិរបស់គាត់ម្នាក់ដែលវែងភូមិឲ្យត្រឡប់ទៅភូមិវិញពេលនោះគាត់បានប្រាប់បូរ៉ូតូទេថាមិត្តភក្តិរបស់ណារូតូម្នាក់ដែលគាត់និយាយហ្នឹងគឺគាត់បន្តមកនៅយប់នោះមានហេតុការណ៍មួយបានកើតឡើងគឺអូរ៉ាស្គីបានបង្ហាញខ្លួននៅជិតភូមិស្លឹកឈើប៉ុន្តែអ្វីដែលពួកគេបានឃើញនឹងគ្រាន់តែជាកេនយូស៊ូដែលអូរ៉ាស្គីបញ្ឆោតឲ្យក្រុមនិនចានៅភូមិស្លឹកឈើចេញទៅតាមរកគាត់តែប៉ុណ្ណោះចំណែកអូរ៉ាស្គីពិតប្រាកដបានចូលទៅក្នុងបន្ទប់បណ្ណាល័យដើម្បីប្រើរបស់មួយដែលគេទើបរកឃើញនៅបាតសមុទ្ររបស់នោះមានតែអេលៀននៅខ្លាចអូស៊ូស្គីទេទើបអាចប្រើបានហើយនៅពេលដែលអូរ៉ាស្គីអត្ថវេទវាឡើងមករបស់នោះមានរូបរាងដូចជាសត្វកន្ធាយដែលអូរ៉ាស្គីហៅឈ្មោះវាថាខារ៉ាស្គីនឹងជានិយាយភាសាដោយរ៉ូបតអញ្ចឹង Activation authenticatedហើយអូរ៉ាស្គីប្រើវាដើម្បីឆ្លងពេលវេលាទៅកាន់អតីតកាលនៅពេលនោះបូរ៉ូតូនិងសាស្កេបានទៅដល់ប៉ុន្តែអូរ៉ាស្គីអត់ខ្វល់ជាមួយនឹងពួកគេទេគាត់ប្រាប់ថាវាហួសពេលហើយពេលនេះគាត់កំពុងតែទៅយកចក្រាកញ្ជ្រោងនិយាយឲ្យអូរ៉ាស្គីក៏ដើរចូលទៅក្នុងពន្លឺពណ៌លឿននោះហើយសាស្កេនិងបូរ៉ូតូក៏រត់ចូលទៅតាមពួកគេបានតាមអូរ៉ាស្គីទៅដល់កន្លែងមួយមិនដឹងថានៅកន្លែងណាទេដែលនៅទីនោះសាស្កេបានប៉ាទង្គិចគ្នាជាមួយនឹងអូរ៉ាស្គីមកប្រាយពេលនោះបូរ៉ូតូក៏លត់ចូលទៅដែរតែត្រូវបានអូរ៉ាស្គីវត្តម្ដងស្ទួយប៉ាងទៅបុកសត្វកន្ធាយខារ៉ាស្គីធ្លាក់ចុះទៅខាងក្រោមដើម្បីជួយបូរ៉ូតូសាស្កេបានប្រើផ្នែករេនហ្គានបដូរកន្លែងគ្នារវាងបូរ៉ូតូនិងអូរ៉ាស្គីមួយសន្ទុះក្រោយមកបូរ៉ូតូនិងសាស្កេបានធ្លាក់ចូលទៅក្នុងព្រៃនៅក្បែរភូមិស្លឹកឈើហើយនៅក្នុងដៃរបស់បូរ៉ូតូមានការសត្វកន្ធាយខារ៉ាស្គីដែរតែវាអត់តដំណើរការបន្ទាប់មកពួកគេបាននាំគ្នាធ្វើដំណើរចូលទៅក្នុងភូមិហើយអ្វីដែលធ្វើឲ្យពួកគេភ្ញាក់ផ្អើលបំផុតនោះគឺភូមិនឹងគឺជាភូមិស្លឹកឈើកាលពីអតីតកាលសម្រាប់រឿងនេះផងដែរខ្ញុំសូមស្លេះត្រឹមប៉ុណ្ណេះសិនសូមអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយ like ហើយនិង comment ម្នាក់មួយ comment អីក៏បានដែរហើយសម្រាប់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ផងសូមអរគុណសូមជូនពរសុខភាពល្អអនាគតបវររុងរឿងជម្រាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿងបូរ៉ូតូបន្តទៀតកាលពីវគ្គមុនសាស្កេនិងបូរ៉ូតូបានតាមអូរ៉ាស្គីទៅដល់ភូមិស្លឹកឈើនៅអតីតកាលហើយសត្វកន្ធាយខារ៉ាស្គីបានប្រាប់ពួកគេថាកំឡុងពេលនេះគឺជាកំឡុងពេលដែលសូណាដេទើបឡើងធ្វើជាហោខាកេទី5វាបាននិយាយទៀតថាដោយសារតែបញ្ហាបច្ចេកទេសសាស្កេនិងបូរ៉ូតូធ្វើដំណើរមកដល់មុនអូរ៉ាស្គីពី3ថ្ងៃពេលនោះសាស្កេសន្និដ្ឋានថាអូរ៉ាស្គីមករកណារូតូពេលដែលគាត់នៅក្មេងអញ្ចឹងដើម្បីងាយស្រួលក្នុងការស្រូបយកចក្រាកញ្ជ្រោងដូច្នេះការងារសំខាន់របស់ពួកគេនៅពេលនេះគឺការពារសុវត្ថិភាពរបស់ណារូតូមុនពេលពួកគេចាប់ផ្ដើមធ្វើការងារសត្វកន្ធាយខារ៉ាស្គីបានហាមពួកគេថាកុំឲ្យគេស្គាល់ថាពួកគេជានរណាឲ្យសោះហើយនឹងកុំកែប្រែអតីតកាលព្រោះបើធ្វើអញ្ចឹងវានឹងប៉ះពាល់ដល់ថ្ងៃអនាគតបន្ទាប់មកសាស្កេនិងបូរ៉ូតូបានធ្វើដំណើរទៅរកណារូតូកន្លែងដែលពួកគេទៅរកមុនគេគឺហាងលក់មីហិលអ៊ីឈីរ៉ាគូប៉ុន្តែណារូតូអត់នៅទីនោះទេអញ្ចឹងពួកគេក៏បន្តដំណើរទៅរកណារូតូនៅផ្ទះវិញម្ដងនៅតាមផ្លូវពួកគេបានជួបជាមួយនឹងការ៉ាមកផ្លែតដែរតែសាស្កេមិនអាចធ្វើស្គាល់នាងបានទេក៏ចាប់បូរ៉ូតូគេចចេញពេលទៅដល់កន្លែងស្ងាត់សាស្កេបានប្រាប់បូរ៉ូតូថាដើម្បីសុវត្ថិភាពពួកគេមិនត្រូវមានទំនាក់ទំនងដែលផ្ទាល់ជាមួយមនុស្សដែលពួកគេស្គាល់ទេគ្រាន់តែតាមឃ្លាំមើលពីចម្ងាយទៅបានហើយប៉ុន្តែក្រោយពេលសាស្កេនិយាយចាប់បន្តិចបូរ៉ូតូហើយនិងណារូតូបានរត់ទៅប៉ះទង្គិចគ្នាពេលនោះបូរ៉ូតូបានផ្លន់មាត់ហៅណារូតូថាប៉ាពួកឯណារូតូភ្ញាក់ព្រឺតហើយសួរបូរ៉ូតូវិញថាអាណាគេឪហែងណាតែពួកគេនិយាយគ្នាមិនទាន់ច្បាស់លាស់ផងចរាយាបានស្រែកដុល្លាររត់មកពីចម្ងាយហាក់បីដូចជារត់គេចពីអីម្យ៉ាងពេលមកដល់ចរាយាបានហុចកៅឆ្លតទៅបូរ៉ូតូហើយក៏រត់គេចចេញទៅបាត់ជាមួយណារូតូ
បន្តមកមានមនុស្សមួយក្រុមមកដល់ហើយចោទថាសាស្កេហើយនឹងបូរ៉ូតូហ្នឹងគឺជាអ្នកលួចមើលស្រីងូតទឹកមានផុសតាងនៅដៃស្រាប់មិនបាច់ប្រកែកទេចំណែកចរាយានិងណារ៉ាតូដែលពួនលួចមើលនៅចិត្តនោះគិតថារួចខ្លួនហើយណាប៉ុន្តែមានណាសនាដេបានទៅដល់ហើយបដៅពួកគេឡើងប៉ោមុខអស់រួចឲ្យលុតឆ្កងសុំទោសគេជាសាធារណៈបន្តមកសនាដេបានសួរបូរ៉ូតូនិងសាស្កេថាទៅណាមកណាដូចជាមិនដែលឃើញមុខហើយសាស្កេបានកុហកថាពួកគាត់គឺជាអ្នកដើរលេងប៉ាហ៊ីចល័តតាមភូមិប៉ុន្តែសនាដេអត់ជឿសម្ដីរបស់សាស្កេទាំងស្រុងទេនាងបានដាក់